សួស្តីអ្នកទាំងអស់គ្នាការពីវីដេអូមេរៀនទី1ខ្ញុំមករៀនអ្នកទាំងអស់គ្នាអំពីការបើកអំពីការបង្កើតតារាងនៅក្នុង Microsoft Access ថ្ងៃនេះខ្ញុំនឹងមករៀនអ្នកទាំងអស់គ្នាអំពីរបៀប design នៅក្នុង Microsoft Access សុំទោសបាននេះតិចចឹងយើងបើក Access មកអូខេខ្ញុំបើក Access តទៅទៀតយើងមើលកិច្ចការរបស់យើងនៅណាថ្ងៃមុននៅនេះអូមែនទេឆ្លងអូខេនេះតារាងរបស់យើងដែលបង្កើតថ្ងៃមុនយើងមានតារាងបែបនេះត្រូវហើយនេះចឹងដើម្បី view វាបានយើងចុចនៅកន្លែងនេះមកនេះ view ឃើញជាទម្រង់មកនេះហើយអូខេអញ្ចឹងយើងចូលទៅធ្វើការបង្កើតទម្រង់ផ្ទាំង screen នៅខាងមុខណាបងប្អូនអញ្ចឹងដើម្បីបង្កើតបានយើងបិទវាចោលសិនមកអូខេយើងបិទចោលហើយយើងselectយកទៅលើគេថា create តទៅទៀតយើងអស់ទៅរកកន្លែង form wizard អូខេអញ្ចឹងបើយើងចុចអានេះម្ដងមួយវាយូរអញ្ចឹងណាតើបងប្អូនអញ្ចឹងដល់ពេលបើយើងចង់ចុចទៅគឺយើងចុចនេះ line double នេះ double សញ្ញា arrow key នេះគឺយើងចុចទៅគឺវាទៅទាំងអស់តែម្ដងឃើញអត់អ្នកនរគ្នាអញ្ចឹងយើងកែដាក់ form ដាក់ថាមួយមកកុំឲ្យច្រឡំគ្នាជាមួយនឹង file ចាស់របស់យើងហើយយើងចុច next យើងចុច next ទៅតទៅទៀតយើង select ទៅលើពាក្យថា next តទៅទៀតយើងយកអាលើក៏បានអាក្រោមបានតែខ្ញុំយកអាក្រោមភាសាខ្ញុំត្រូវការ design ចុច finish អូខេអ្នកនរគ្នានេះគឺជាទម្រង់បែបបត់ទម្រង់ដែលនៅក្នុង Microsoft Access របស់យើងនេះគឺផ្ទាំងណាឥឡូវយើងសាក view វាសិនមើលវាមិនដែរនេះដល់ពេលដែលយើងចង់ view វានៅក្នុងផ្ទាំង screen ហ្នឹងតើវាមិនដែរនេះឃើញរូបរាងវាអត់វាអត់ស្អាតទេមែនអត់អញ្ចឹងដើម្បីយើងចុចកែយើងចុចនៅកន្លែង view នេះក៏បានតទៅទៀតយើងយកពាក្យថាមកស្ដាមនេះយើងសេលេចពាក្យថា design view អូខេអញ្ចឹងវាទម្រង់របស់វាអត់ស្មើទេអញ្ចឹងខ្ញុំ select លើទាំងអស់នេះសិនខ្ញុំចាប់លើវាទាំងអស់ហើយខ្ញុំធ្វើការកំណត់ទៅលើ height របស់វាខ្ញុំយក 0.4 ចុះរៀងធំបន្តិចមកតាំងពីល្ងាចមកអូខេហើយគាត់នៅធ្វើអីចឹង0.4ណាវាធំបន្តិចអ្នកនរនេះអញ្ចឹងខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំទាញវាសិនខ្ញុំរៀបចំវាស្អាតទេសិនយើងចុច arrow key ក៏បានដែរស្អាតស្រួលទេបងប្អូនលឿនអូខេមើលខ្ញុំ view វាសាក់មើលបើអ្នកទាំងអស់គ្នាអត់ដឹងថា view នៅកន្លែងណាយើងចុច like home មកតទៅយើងមើលតែ view អូខេឃើញទម្រង់យើងមកទៅឌីរៀងគាត់បានណាប៉ុន្តែនេះអានេះវានៅរៀងវែងខុសគ្នាវែងខ្លីត្រូវអត់អញ្ចឹងយើងកំណត់ទៀតមកយើងចុច click មកស្ដាំតមកទៀតយើងជ្រើសរើសយកពាក្យថា design view ខ្ញុំ click ស្លេកលើវាទាំងអស់តទៅទៀតខ្ញុំកំណត់ width ខ្ញុំយក4ចុះ4មួយទៀតអ្នកនរគ្នាបើអ្នកទាំងអស់គ្នានៅឡើយនេះវាអត់ចេញសញ្ញាអ៊ីងអញ្ចឹងណាយើងត្រូវកំណត់វាទៅជាអ៊ីងសិនអញ្ចឹងបើអ្នកខ្លះកុំព្យូទ័រខ្លះវាចេញសង់ទីម៉ែត្រអញ្ចឹងណាអញ្ចឹងបើរបស់ខ្ញុំជាអ៊ីងអញ្ចឹងខ្ញុំគិតជាអ៊ីងណាអូខេអញ្ចឹងវាគ្រាន់បានមែនអត់នេះមើលទៅស្អាតអត់អូខេជាមួយខ្ញុំ view មើលឃើញអត់ស្អាតអញ្ចឹងយើងកែវាថែមទៀតដោយសារតែយើងត្រូវកំណត់ទៅលើ setting មួយចំនួនទៀតដើម្បីដាក់វាទៅលើ pop up លើ screen បានណាយើង select លើនេះឃើញអត់លេខអាហ្នឹងមកតាមទៀតយើងយកពាក្យថា order នៅក្នុង order នេះគឺយើងកំណត់ថាយើងយក yes តាមទៀតយើងកំណត់វានៅក្នុង
ជាពីរផ្ទាំងជាពីរផ្ទាំងអញ្ចឹងណាដូចថាផ្ទាំងលើផ្ទាំងក្រោមអញ្ចឹងផ្ទាំងលើសម្រាប់បញ្ចូលផ្ទាំងក្រោមជាទិន្នន័យដែលយើងត្រូវមើលអញ្ចឹងយើងត្រូវកំណត់មួយទៀតយើងចុចចូលនៅក្នុងនេះdefault view ក្នុង default view នេះអ្នកនរគ្នា select លើវាមកវានឹងចេញប៊ូតុងមួយឲ្យយើងចុចមកហើយអញ្ចឹងអ្នកនរគ្នាយកពាក្យថា split form ដល់ពេលយក split form ហើយយើងអស់ចុះក្រោមទៀតយើងរកមកពាក្យថានេះ split form orientation អញ្ចឹងអាហ្នឹងគឺយើងយកសញ្ញាព្រួយមកយើងយក bottom មកក៏បានដាក់ខាងឆ្វេងក៏បានដាក់ខាងស្ដាំក៏បានតែខ្ញុំចូលចិត្តដាក់នៅខាងក្រោមជាងអូខេឥឡូវយើងមើលសារ view មើលពីមិនដែរអូខេគេនេះ form គេវា pop up នៅលើ screen ឲ្យយើងហ្មងអញ្ចឹងយើងអាចធ្វើការព្រម break វាបានតនៅអូខេហ្នឹងជាទម្រង់ form ប៉ុន្តែវាអត់ស្អាតទេនេះខ្ញុំចង់ដាក់ color នេះដាក់ color មួយនេះហើយខ្ញុំកែអក្សរនេះអញ្ចឹងយើង select លើវាមកយើង select ថា design view តទៀតយើង click នៅកន្លែងផ្សេងកុំ click លើនេះតែ click លើនេះគឺនៅក្នុងទម្រង់អក្សរអញ្ចឹងអ្នកនរ click ទៅលើអានេះមួយមកទៅមួយសិនមកទីវាធំតិចមកអូខេ click លើហ្នឹងខ្ញុំចុចចូលទៅ home ឬក៏មើលនៅកន្លែងនេះក៏បានដែរនេះ background back color ចឹងអ្នកនរគ្នាចុចកន្លែងហ្នឹងមក select យករូបរាងចាស់តិចមកពណ៌ណាដាក់ពណ៌ដិតតិចមកខ្ញុំចូលចិត្តពណ៌ដិតតិចនេះខ្មៅអូខេតោះទៀតយើងធ្វើការកែសម្រួលអាកន្លែង text របស់យើងទាញវាស្អាតតិចមកខ្ញុំប៉ុណ្ណឹងខ្ញុំដាក់វាចំកណ្ដាលតទៅខ្ញុំធ្វើការសរសេរអក្សរអញ្ចឹងខ្ញុំសរសេរអក្សរខ្មែរតារាងបញ្ចូលទិន្នន័យបុគ្គលិកបានតារាងបញ្ចូលទិន្នន័យបុគ្គលិកអញ្ចឹងអក្សរខ្ញុំអាចធ្វើការដាក់អក្សរផ្សេងបានខ្ញុំអត់ទៅអក្សរខ្មែរសិនអញ្ចឹងខ្មែរខ្ញុំដាក់យកខ្មែរសៀមរាបអូខេយកខ្មែរសៀមរាបណាតទៀតខ្ញុំកំណត់យកពណ៌អក្សរគឺខ្ញុំយកពណ៌អក្សរអូអត់យកពណ៌ហ្នឹងឯងយកពណ៌ហ្នឹងវាដិតនេះយកនេះ text យកពណ៌អក្សរមកតទៀតទំហំខ្ញុំយក24អូខេ24គឺថាសមហើយស្អាតហើយអញ្ចឹងខ្ញុំធ្វើការទាញវាបន្តិចមកទាញវាចុះក្រោមបន្តិចអូខេគូសំអញ្ចឹងខ្ញុំ view មើលបាទនេះគឺជា form នេះគឺជា form មួយដែលយើងត្រូវការបញ្ចូលទិន្នន័យទាំងអស់គ្នាអូខេហ្នឹង form ឥឡូវយើងសាកបញ្ចូលមើលអាកន្លែង EID ហ្នឹង employer ID ហ្នឹងគឺយើងមិនដាក់ទេយើងគ្រាន់តែសេឈ្មោះយកមកថាឈ្មោះសុកជាអញ្ចឹងសុកជាគឺ gender យើង select យកមក male ឬក៏ស្រីក៏បានដែរយកតបាក់ស្រីអញ្ចឹងដែលដាក់ birth របស់គាត់គឺនៅថ្ងៃទី11ចុះតទៀត phone number ឥឡូវយើងសាកសេនមក0994 91 address គាត់គឺនៅប៉េប៉េវាស្គាល់លេខខ្មែរដាក់សអង់គ្លេសអូខេនេះវាមានគេអត់អ្នកនរនេះនេះ
ខេអញ្ចឹងខេយើងបានឈ្មោះនេះខេយើងបានតម្រងឈ្មោះអញ្ចឹងហើយអ្នកនរនេះណាខេអូខេនេះជាវីដេអូទី2នៃការបង្ហាញរបៀបនៃការបង្កើតតារាងdesign ផ្ទាំង background នៅក្នុងជា Access បាទ Microsoft Access នៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកនរនេះអំពីការដាក់រូបថតហើយយើងបន្ថែមតារាងបន្ថែមទៀតអ្នកនរនេះហ្នឹងហើយអរគុណច្រើនអ្នកនរនេះជួបគ្នានៅវីដេអូក្រោយបាយបាយcomplete cell អ្នកនរនេះ complete cell អូខេ cell សិន control S